ខ្ញុំតែងតែនិយាយថាតម្លៃនៃអាជីពណាតតែអ្នកប្រតិបត្តិនៅអាជីពនោះជាអ្នកថែរក្សាបើសិនជាអ្នកសារព័ត៌មានចង់បានតម្លៃហើយតម្លៃនៃអ្នកសារព័ត៌មានឬប្រព័ន្ធព័ត៌មានកម្ពុជាពីណាអ្នកឲ្យគឺប្រជាពលរដ្ឋប៉ុន្តែពីណាអ្នកបង្កើតពីណាអ្នកថែរក្សាគឺអ្នកសារព័ត៌មានខ្លួនឯងទើបអាចការពារតម្លៃនេះបានបើសិនជាព័ត៌មាននៅប្រទេសយើងมันអាចមានព័ត៌មានណាដែលមានការទទួលខុសត្រូវផ្សាយអីក៏ខុសផ្សាយអីក៏ខុសតើប្រជាជនមើលទេបែរជាអត់ទេពិតណាវាមិនបាន 100% ប៉ុន្តែព័ត៌មានរបស់យើងជាពិសេសអ្នកដែលមានអាជ្ញាប័ណ្ណមានអីកាន់តែទទួលខុសត្រូវក្នុងការផ្សព្វផ្សាយនេះហើយដែលធ្វើឲ្យមានការជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋយើងច្រើនហើយនេះហើយគឺតម្លៃពិតប្រាកដគឺប្រជាពលរដ្ឋអ្នកទស្សនារបស់យើងទស្សនិកជនរបស់យើងគឺជាអ្នកឲ្យតម្លៃហើយនេះហើយដែលយើងបានទទួលការគាំទ្រពីប្រជាពលរដ្ឋនៅប្រើប្រាស់បណ្ដាញសង្គមច្រើនមើលព័ត៌មានយើងច្រើនគឺដោយសារយើងរួមគ្នាធ្វើរួមគ្នាកាត់បន្ថយភាពអវិជ្ជមានការប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈរួមទៅដល់រួមគ្នាកែលម្អរួមគ្នានេះហើយដែលធ្វើឲ្យការវិវត្តរបស់អ្នកសារព័ត៌មាននិងប្រព័ន្ធព័ត៌មានរបស់យើងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើងនៅក្នុងគេថាសង្គមស៊ីវិល័យសង្គមស៊ីវិល័យគឺសង្គមដែលមានការយល់ដឹងខ្ពស់ការគោរពគ្នាគុណធម៌សីលធម៌ខ្ពស់ដោយខ្ញុំនិយាយមិនមែនសង្គមដែលមានលុយនោះទេមិនមែនគ្រាន់តែថាមានលុយទិញឡានជិះល្អហើយគ្មានចរិតសីលធម៌គុណធម៌គេហៅថាមនុស្សស៊ីវិល័យនោះទេអាហ្នឹងគេហៅមនុស្សព្រៃប៉ុន្តែអ្នកដែលមិនចាំបាច់មានលុយច្រើនស្អីក៏ដោយប៉ុន្តែមានអាជីពខ្លួនឯងច្បាស់លាស់យល់ដឹងនៅកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់យើងច្បាស់លាស់នេះហើយគេហៅថាមនុស្សស៊ីវិល័យមនុស្សដែលថ្លៃថ្នូរមនុស្សដែលទទួលខុសត្រូវហើយសារព័ត៌មានគឺជាកញ្ចក់មួយដែលឆ្លុះបញ្ចាំងនៃការវិវត្តនៃសង្គមរបស់យើងបើសិនជាប្រជាពលរដ្ឋកាន់តែស៊ីវិល័យគាត់នឹងឲ្យតម្លៃទៅលើព័ត៌មានដែលមានការទទួលខុសត្រូវដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងមានតម្លៃគ្រប់គ្រាន់បើព័ត៌មានមិនមានការទទួលខុសត្រូវអាចមួយឆាវគេចាប់អារម្មណ៍ប៉ុន្តែគ្មានចីរភាពទេដំបូងគេគិតថាល្អដូចតំណងដល់ចេញទៅខុយចេញទៅខុយចេញទៅវិលមុខអត់ត្រូវសោះអញ្ចឹងតិចទៀតគេលែងជឿហើយប៉ុន្តែបើសិនជាយើងមានមូលដ្ឋានច្បាស់លាស់ភាពឆក់ល្វែងអីមួយចំនួនมันអាចល្អអត់ចោះតែយើងប្រកាន់គោលចំហច្បាស់លាស់ធានានៅព័ត៌មានលឿនសុក្រិតភាពនិងគ្រប់ជ្រុងជ្រោយមិនលំអៀងនេះហើយគឺជាតម្លៃនៃសារព័ត៌មាននិងស្ថានីយ៍សារព័ត៌មានទីមួយហើយនេះហើយគឺជាតម្លៃពិតដែលបងប្អូនកសាងបងប្អូនថែរក្សាបងប្អូនអាចធ្វើឲ្យប្រព័ន្ធព័ត៌មាននិងសារព័ត៌មានរបស់យើងកាន់តែមានការទទួលខុសត្រូវនិងកាន់ទទួលស្គាល់និងឲ្យតម្លៃពីប្រជាពលរដ្ឋអ្នកទស្សនានេះរួមគ្នាបន្តទៀតដើម្បីថែរក្សានេះគឺជាការពិតគ្មានពីណាស្រឡាញ់អាជីពសារព័ត៌មានជាងអ្នកសារព័ត៌មានទេហើយគ្មានពីណាអាចថែរក្សានិងបង្កើតតម្លៃនៅក្នុងអាជីពនេះជាងអ្នកសារព័ត៌មានខ្លួនឯងទេ